អភិបាលខេត្តប៉ៃលិនសំណេះសំណាលសួរសុខទុក្ខនិងលើកទឹកចិត្តក្មួយបេក្ខជនប្រឡងបាក់ឌុបដែលទទួលបានការឧបត្ថម្ភកន្លែងស្នាក់នៅនិងអាហារព្រមទាំងកន្លែងផ្ញើកង់ម៉ូតូដោយឥតគិតថ្លៃរសៀលថ្ងៃទី9ខែសីហាឆ្នាំ2026លោកជំទាវបណ្ឌិតបានស្រីមុំអភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានអញ្ជើញសំណេះសំណាលសួរសុខទុក្ខនិងលើកទឹកចិត្តក្មួយប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបាក់ឌុបឆ្នាំសិក្សា2025-2026ដែលទទួលបានការឧបត្ថម្ភគាំទ្រទាំងស្រុងពីឯកឧត្តមទេសរដ្ឋមន្ត្រីអ៊ីឈៀនប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិនចំពោះទីកន្លែងស្នាក់នៅអាហារ3ពេលនិងរថយន្តដឹកជញ្ជូនទៅមណ្ឌលប្រឡងសម្រាប់បេក្ខជនដែលមានទីលំនៅឆ្ងាយពីមណ្ឌលប្រឡងព្រមទាំងកន្លែងផ្ញើយានជំនិះកង់ម៉ូតូដោយឥតគិតថ្លៃក្នុងឱកាសនោះដែរលោកជំទាវបណ្ឌិតបានស្រីមុំអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍លើកទឹកចិត្តក្មួយសិស្សានុសិស្សទាំងអស់ដែលជាបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបាក់ឌុបត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពធ្វើឲ្យបានរួចរាល់លើគ្រប់វិញ្ញាសាដោយត្រូវគោរពឲ្យបានភ្ជាប់ជួននៅបទបញ្ញត្តិនិងបទបញ្ជាផ្ទៃក្នុងនៃការប្រឡងព្រមទាំងផ្ដាំផ្ញើជូនដល់ក្មួយទាំងអស់ត្រូវថែរក្សាសុខភាពឲ្យបានល្អរយៈពេល2ថ្ងៃនិងខិតខំឲ្យអស់ពីសមត្ថភាពដើម្បីទទួលបានជោគជ័យក្នុងការប្រឡងដែលស័ក្តិសមជាទំពាំងស្នងរិស័យនិងក្លាយជាសសរទ្រូងប្រទេសជាតិនាថ្ងៃអនាគតក្មួយបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបានសម្ដែងនៅអារម្មណ៍រំភើបសប្បាយរីករាយនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមអ៊ីឈៀននិងលោកជំទាវបណ្ឌិតបានស្រីមុំដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះពួកគាត់ក៏ដូចជាការរៀនបំពន់ត្រៀមប្រឡងឧបត្ថម្ភកន្លែងស្នាក់នៅនិងអាហារ3ពេលក្នុងមួយថ្ងៃព្រមទាំងផ្ញើកង់ម៉ូតូដោយឥតគិតថ្លៃដូច្នេះដើម្បីឆ្លើយតបទៅនឹងទឹកចិត្តដល់ប្រពៃថ្លៃថ្លារបស់លោកទាំងពីរក្មួយចៅបដិញ្ញានឹងខិតខំប្រឡងឲ្យទទួលបានលទ្ធផលជោគជ័យទាំងអស់គ្នាសូមគោរពនិងជម្រាបសួរពួកយើងទាំងអស់គ្នាជាសិស្សានុសិស្សតំណាងមកពីវិទ្យាល័យហ៊ុនសែនសាលាក្រៅថ្ងៃនេះសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តរបស់អភិបាលខេត្តលោកជំទាវបានស្រីមុំដែលបានផ្ដល់កន្លែងស្នាក់នៅក៏ដូចជាអាហារសម្រាប់ហូបចុកដល់ពួកយើងសម្រាប់ដំណើរការប្រឡងមធ្យមសិក្សាទុតិយភូមិនាពេលថ្ងៃស្អែកនេះតាំងនាងខ្ញុំតំណាងឲ្យសិស្សានុសិស្សនៃវិទ្យាល័យហ៊ុនសែនសាលាក្រៅក៏សូមបដិញ្ញាថានឹងព្យាយាមខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីទទួលបានលទ្ធផលល្អសូមគោរពអរគុណនិងសូមអរគុណជាដំបងខ្ញុំបាទឈ្មោះហេងវិនមកពីវិទ្យាល័យហ៊ុនសែនសាលាក្រៅហើយតំណាងឲ្យសិស្សមកពីវិទ្យាល័យហ៊ុនសែនសាលាក្រៅដែលមានវត្តមាននៅទីនេះជាទីគោរពចំពោះចំណាប់អារម្មណ៍របស់ខ្ញុំចំពោះរយៈពេល2ថ្ងៃនេះពិតជាថ្លែងអំណរគុណយ៉ាងខ្លាំងទៅដល់លោកជំទាវអភិបាលខេត្តប៉ៃលិនដែលបានផ្ដល់នៅទីតាំងស្នាក់នៅផ្ដល់នៅចំណីអាហារសម្រាប់ហូបចុកចំពោះ2ថ្ងៃនេះពិតជាមានសារៈសំខាន់ណាស់ហើយទឹកចិត្តដ៏ថ្លៃថ្លារបស់លោកជំទាវនឹងធ្វើឲ្យពួកយើងមានការរំភើបចិត្តហើយក៏សូមអរគុណទៅដល់លោកជំទាវគណៈអភិបាលខេត្តប៉ៃលិនហើយពួកយើងក៏សូមបដិញ្ញាចិត្តថានឹងធ្វើការខិតខំប្រឹងប្រែងធ្វើយ៉ាងម៉េចឲ្យអស់ពីលទ្ធភាពដើម្បីទទួលបានលទ្ធផលល្អខ្លាចជាយុវជនមួយសម្រាប់ខេត្តប៉ៃលិនក្នុងការចូលរួមចំណែកអភិវឌ្ឍខេត្តផងដែរសូមអរគុណចានាងខ្ញុំក្រុមជាសសយកខេត្តប៉ៃលិនដោយមានការចង្អុលបង្ហាញការណែនាំពីលោកជំទាវអភិបាលខេត្តក្រុមយុវជនសសយកនាងខ្ញុំនេះមកជួយសម្របសម្រួលដល់សិស្សសានុសិស្សដែលប្រឡងបាក់ឌុបឆ្នាំ2026នេះដើម្បីជួយសម្រួលដល់គាត់មករស់នៅផ្ទះសំណាក់គ្រូរយៈពេល2យប់3ថ្ងៃអញ្ចឹងពួកខ្ញុំមកជួយសម្របសម្រួលគាត់ដោយមានការចង្អុលបង្ហាញពីលោកជំទាវអភិបាលខេត្តដូចជាការផ្ដល់អាហារនិងការស្នាក់នៅព្រមទាំងផ្ញើកង់ម៉ូតូអត់គិតថ្លៃហើយជួយមើលការខុសត្រូវទាំងថ្ងៃទាំងយប់ដើម្បីសម្រួលឲ្យគាត់ដល់សិស្សានុសិស្សដែលគាត់មកពីចម្ងាយខ្វះមធ្យោបាយគាត់មានជីវភាពខ្វះខាតគាត់ការពារសុវត្ថិភាពជូនគាត់ដូចថាធ្វើសម្រាប់ចរាចរណ៍ជូនគាត់កុំឲ្យគាត់មានការមកប្រឡងទី1គឺយឺតពេលហើយទី2ខ្លាចចរាចរណ៍ហើយណាមួយគាត់ខ្វះខាតផងហើយផ្ទះទៅឆ្ងាយទៀតអញ្ចឹងខាច់មកអត់ទាន់ពេលហើយណាមួយផ្ដល់ភាពកក់ក្ដៅដល់គាត់អញ្ចឹងពួកខ្ញុំនេះមកជួយសម្របសម្រួលនេះឯកសារលោកជំទាវអភិបាលខេត្តលោកបានចាត់ចែងឬគាត់អល់បង្ហាញថាឲ្យមានការដាក់ចំពោះគាត់ឲ្យខ្លាំងដើម្បីឲ្យគាត់មានការទំនុកចិត្ត
ទីនេះគឺមានភាពបកដៅទី1គឺយើងមានឡានដឹកជញ្ជូនគាត់ដល់កន្លែងប្រឡងទី2មានពេទ្យម្ដងតែម្ដងគឺមានសេវាពេទ្យសម្រាប់ព្យាបាលទាំងជួបថ្ងៃហើយព្រមទាំងអាហារ3ពេលហើយនឹងកន្លែងផ្ញើកង់ម៉ូតូអត់គិតថ្លៃនិយាយរួមទៅគឺល្អទាំងអស់សេវាទាំងអស់គឺមានគ្រប់យ៉ាងទាំងអស់ហើយក៏សូមជូនពរដល់សិស្សានុសិស្សទាំងអស់ឲ្យបានប្រឡងជាប់និទេសល្អទាំងអស់គ្នា សូមបញ្ជាក់ថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា 2025-2026 នេះគឺប្រព្រឹត្តទៅរយៈពេល2ថ្ងៃចាប់ពីថ្ងៃទី10-11 ខែសីហាឆ្នាំ 2026 ដោយនៅខេត្តបៃលិនមានបេក្ខជនប្រឡងចំនួន662នាក់ស្រី386នាក់ស្វ័យរិន43នាក់មាន27បន្ទប់ដោយចែកចេញជា2មណ្ឌលក្នុងនោះមណ្ឌលផ្នែកវិទ្យាសាស្ត្រមាន5បន្ទប់មានសិស្សចំនួន121នាក់ស្រី64នាក់និងមណ្ឌលផ្នែកវិទ្យាសាស្ត្រសង្គមមាន22បន្ទប់ចំនួនបេក្ខជន541នាក់ស្រី322នាក់ផងដែរ